ឡើងវិមានទី3ខ31ព្រះមកលៀនសួរថាមនាលទេវតាមានអានុភាពច្រើននាងនៅលើបលាំងដ៏ប្រសើរវិចិត្រដោយកែវមณีនិងមាសដែលរដាស់ដោយផ្កាមានទីដីដ៏ឧឡារិកនោះទាំងពួកស្ត្រីអប្សររបស់នាងទាំងនេះថ្លែងរត់ផ្សេងរំច្រៀងឲ្យត្រេកអរដោយជុំវិញមនាលនាងមានអានុភាពច្រើននាងបានដល់នរិទ្ធនៃទេវតានាងកាលកើតជាមនុស្សបានធ្វើបុណ្យអ្វីនាងមានអានុភាពរុងរឿងយ៉ាងនេះទាំងសម្បល់របស់នាងក៏ភ្លឺច្បាស់សពទើតើដោយហេតុអ្វីទេវតានោះតបថាខ្ញុំកាលកើតជាមនុស្សក្នុងពួកមនុស្សជាកូនប្រសាក្នុងត្រកូលស្ដុកស្ដំមិនមានសេចក្តីក្រោធប្រព្រឹត្តតាមអំណាចរបស់ប្តីមិនប្រមាថក្នុងឧបោសថខ្ញុំកាលកើតជាមនុស្សនៅក្មេងមានតន់ចាស់មានចិត្តជ្រះថ្លាបានធ្វើប្តីឲ្យប្រុសប្រានបានប្រព្រឹត្តតាមសេចក្តីពេញចិត្តរបស់ប្តីទាំងថ្ងៃទាំងយប់ខ្ញុំជាស្ត្រីមានសិលក្នុងកាលមុនបានវាចាបាណតិបាតមានប្រព្រឹត្តលួចមានកាយបរិសុទ្ធប្រព្រឹត្តព្រមចរិយធម៌ដ៏ស្អាតទាំងមិនបានផឹកទឹកស្រវឹងមិនពោលពាក្យកុហកបានធ្វើការបំពេញក្នុងសិក្ខាបទទាំងឡាយខ្ញុំមានចិត្តជ្រះថ្លាជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរមានចិត្តត្រេកអរបានរក្សាឧបោសថប្រកបដោយអង្គ8អស់ថ្ងៃទី14ទី15និងទី8នៃបកផងអស់បរហារិយបកផងលោកសមាទាននៅកុសលធម៌ដ៏ប្រសើរនេះដែលមានសេចក្តីសុខជាកម្រៃប្រកបដោយអង្គ8ហើយបានប្រព្រឹត្តតាមអំណាចដ៏ល្អចំពោះប្តីជាសាវិការបស់ព្រះសុគតក្នុងកាលមុនលោកបានធ្វើអំពើជាកុសលប្រកបដូច្នេះក្នុងជីវលោកហើយទៅបានចំណែកនៃភពប្រកបដោយសម្បត្តិទេពវិសេសដល់បែកធ្លាយរាងកាយស្លាប់ទៅក្នុងបរលោកបានដល់នៅរិទ្ធនៃទេវតាមកកើតក្នុងសុគតិមានវិមានប្រាសាទដ៏ប្រសើរជាទីរីករាយនៃចិត្តមានពួកស្ត្រីអប្សរហេះហមពួកទេវតាដែលមានពលឺខ្លួនឯងរមែងត្រេកអរនឹងខ្ញុំដែលមានអាយុវែងមកកាន់ទេវវិមានជាប់បលាំងវិមានទី3លក្តាវិមានទី4ខ32ពួកទេវតាឈ្មោះលក្តា1សច្ជា1បវរា1អច្ឆិមុក្តី1សោតា1ជាធីតានៃស្ដេចវេស្សវណ្ណជាស្ដេចប្រសើរមានសិរីជាធីតាដ៏រុងរឿងមានប្រាជ្ញាល្អដោយគុណធម៌ទាំងឡាយពួកនារីទាំង5នាក់បានទៅកាន់ស្ទឹងដែលមានទឹកត្រជាក់មានការបល់ជាទីខ្សែមដើម្បីងូតក្នុងហេមវន្តប្រទេសនេះលុះពួកទេវតាទាំងនោះបានងូតទឹកក្នុងស្ទឹងនោះរួចហើយក៏រីករាយរំច្រៀងសប្បាយហើយនាងសុតាបាននិយាយនឹងនាងលក្តាថាខ្ញុំសួរនាងអ្នកត្រួតត្រងកម្រងផ្កាបល់ត្រួតត្រងប្រដាប់តិចមានសម្បុរស្បែកល្អដូចមាសមានភ្នែកប្រកបដោយស្នាមក្រហមលឿងល្អដោយអាកាសដែលផុតចាកពពកជាស្ត្រីមានអាយុវែងយោះរបស់នាងតើបន់អ្វីតាក់តែងឲ្យម្នាលនាងដល់ចម្រើននាងជាទីស្រឡាញ់បំផុតរបស់ប្តីនាងល្អឆើតឆាយដោយរូបជាស្ត្រីឆ្លះក្នុងការរាំច្រៀងប្រគំតើដោយបន់ដោយម្ដេចម្នាលនិរៈនារីនាងដែលយើងសួរហើយចូលប្រាប់យើងនាងលតាឆ្លើយថាខ្ញុំកាលកើតជាមនុស្សក្នុងពួកមនុស្សជាកូនប្រសាក្នុងត្រកូលមានភោគៈដ៏លើសលោកខ្ញុំមិនមានសេចក្តីក្រោធប្រព្រឹត្តតាមអំណាចស្វាមីមិនប្រមាថក្នុងឧបោសថជាមនុស្សនៅក្មេងមិនតន់ចាស់មានចិត្តជ្រះថ្លាបានញ៉ាំងប្តីឲ្យប្រុសប្រានបានញ៉ាំងទេវតាដ៏ប្រសើរគឺឪពុកក្មេកម្ដាយក្មេកនិងបងប្អូនខាងប្តីព្រមទាំងខ្ញុំប្រុសខ្ញុំស្រីឲ្យត្រេកអរយោះរបស់ខ្ញុំបានធ្វើហើយក្នុងកាលនោះខ្ញុំនោះបានដល់នៅសេចក្តីវិសេសក្នុងហេតុ4យ៉ាងគឺអាយុ1វណ្ណៈ1សុខៈ1ពលៈ1ដោយកុសលកម្មនោះខ្ញុំបានភពប្រសំនៅលបែងជាទីរីករាយដ៏ច្រើននាងលក្តានេះពោលពាក្យណាពាក្យនោះយើងទាំងឡាយឮហើយ
ឬយើងទាំងឡាយសួរនៅហេតុណានាងលក្ខតាបានប្រាប់ហេតុនោះដល់យើងថាធម្មតាប្តីទាំងឡាយជាអ្នកស្លូតត្រង់ចំពោះយើងទាំងឡាយផងជាកតេរបស់នារីទាំងឡាយផងជាទេវតាដ៏ប្រសើររបស់នារីទាំងឡាយនោះផងពួកយើងទាំងអស់នឹងប្រព្រឹត្តនៅធម៌ចំពោះប្តីទាំងឡាយពួកស្ត្រីប្រតិបត្តិប្តីយ៉ាងណាពួកយើងទាំងអស់គ្នានឹងប្រព្រឹត្តនៅធម៌ចំពោះប្តីទាំងឡាយយ៉ាងនោះនាងលក្ខតានេះកាលបាននៅសម្បត្តិណាហើយពោលយើងទាំងឡាយរមែងបាននៅសម្បត្តិនោះសាទសីហៈជាសាទស៊ីសាច់ត្រាច់ទៅតាមដងភ្នំអាស្រ័យនៅក្នុងភ្នំឈ្មោះមហិន្ទរភ្នំត្រួតត្រងផែនដីលុះទៅសង្គ្រោះចាប់ស៊ីនៅពួកមរឹកតូចតូចដែលមានជើង4ក្រៅនេះយ៉ាងណាមិញនាងលក្ខតានោះជាស្ត្រីមានសទ្ធាជាអរិយសាវិកាក្នុងសាសនានេះអាស្រ័យនៅប្តីហើយប្រតិបត្តិប្តីបានសម្លាប់សេចក្តីក្រោធគ្របសង្កត់នៅសេចក្តីកំណាញ់ប្រព្រឹត្តធម៌ហើយរីករាយក្នុងឋានសួគ៌ក៏យ៉ាងនោះដែរចំលក្ខតាវិមានទី4